បើជម្រាបសួរបងប្អូននិងមិត្តទាំងអស់គ្នាដែលតែងតែចូលមកកាន់ Channel ជា Share បាទជួបជាមួយខ្ញុំបាទបន្តវីដេអូថ្មីបាទវីដេអូនេះនិយាយអំពីបាទខាងកាតាវឡង់ហើយមូលហេតុបានទៅធ្វើដល់ខាងកាតាវឡង់ទីមួយខ្ញុំសូមធ្វើវីដេអូនិយាយអំពីការសក្តិរិទ្ធធ្វើឲ្យវាលាន់ខាងផ្នែកកណាត់មុខបាទផ្នែកកណាត់មុខមានដូចជាក្បាលកន្លះបាទក្នុងក្បាលកន្លះមានគ្រឿងបម្រើ11មុខបាទបងប្អូនធ្លាប់ធ្វើវីដេអូហើយមូលហេតុដែលធ្វើឲ្យវាលាន់ហ្នឹងគឺមកពីវាជើងចាប់បាទលាន់សប៉ាប់វាគឺយើងហៅលាន់សប៉ាប់ហ្នឹងគឺយើងច្រើនតែពីពាក្យសេរីសប៉ាប់ប៉ុន្តែវាគ្រាន់តែលាន់ជើងចាប់ទេបាទពេលដែលជើងចាប់សប៉ាប់មកសប៉ាប់វាសឹកអញ្ចឹងវាធ្វើឲ្យជើងចាប់វាឃ្លាតកម្រិតចេញពីចាប់ឃ្លាតកម្រិតចេញពីសប៉ាប់មកចេញពីក្បាលសប៉ាប់ធ្វើឲ្យសប៉ាប់លាន់ចឹកស្រាលបងប្អូនពេលក្រោយទីលាន់ចឹកដល់ពេលយើងរោគវាលាន់សូរ៉ាយតែម្ដងបាទហើយនេះខ្ញុំធ្វើវីដេអូនេះគឺនិយាយអំពីខាងផ្នែកចេញមកពីក្បាលកន្លះមកគឺបន្ទាប់ពីលាន់សប៉ាប់ហើយគឺវាលាន់លកាមណារលបពីស្ទង់នេះខ្ញុំអត់ទាន់ធ្វើទេបាទវីដេអូក្រោយខ្ញុំនឹងធ្វើវាពេលតែយើងធ្វើវាតែម្ដងទាំងអស់វាធ្វើឲ្យវីដេអូនឹងវែងធ្វើឲ្យបងប្អូនដែលចូលរួមទស្សនាហ្នឹងមានការធុញទ្រាន់ដែលមិនអញ្ចឹងខ្ញុំធ្វើវីដេអូនិយាយពីលកាមបាទមូលហេតុលកាមគឺការលាន់របស់វាគឺលាន់សម្លេងនៅពេលក្រោយទីលាន់ឆឹកបាទមិនមែនចឹកដោយសប៉ាប់ទេឆឹកបើសិនជាបែកកងត្រវាលាន់ខ្លឹកបាទពេលក្រោយទីដល់ពេលយើងមូហ្គេហ្នឹងទៅវាលាន់រាវបាទលាន់ដូចដែកអញ្ចឹងបាទវាលាន់ដូចទៅស្តៀងទៅនឹងយ៉េនដែរប៉ុន្តែវារៀងធ្ងន់ជាងយ៉េនណាយ៉េននេះស្រាលទូចដូចចរិតស្រែកបាទយ៉េនអញ្ចឹងយើងចាប់ដើមទៅមើលខាងកាតាវឡង់នៅពេលដែលយើងដោះបំបែកមើលទាំងអស់គ្នាឥឡូវយើងចាប់ដើមធ្វើការដោះវឡង់ចេញមកបន្ទាប់មកជួបចានភ្លើងអញ្ចឹងយើងត្រូវការដោះខ្ចៅពីរនេះបាទដោះខ្ចៅក្បាលពីរហ្នឹងអូតូវាយវាចេញមកហើយយើងយកតកាប់មកចាប់ពីកោះវាចេញមកបាទយើងធ្វើការកោះវាចេញមកបាទបន្ទាប់ពីកោះមកគឺយើងមើលឃើញនៅខាងក្នុងហ្នឹងបងប្អូនបាទឥឡូវយើងមកស្គាល់បងប្អូនណាបាទយើងស្គាល់អំពីនេះគឺជីវលកាមបងប្អូនបាទនេះជីវលកាមនៅពេលដែលយើងដោះពីខាងមុខមកគឺវានៅអញ្ចឹងបាទបន្តបន្តិចយើងធ្វើការយាលបលកាមវិជាគឺវារៀងកោងខ្លាំងណាស់បងប្អូនហើយវាលាន់ខ្លក់ឆឹកពេលដែលយើងក្រោមទីព្រោះវាបែកកុងត្រឺឬវាធូរខ្លាំងឬក៏ Dayer នេះ plot គឺវារន់រ៉ារ៉ែម្ដងហើយនេះ Dayer បងប្អូនបាទ Dayer សម្រាប់ដោលដៃ Dayer នេះឲ្យសកត់ទៅលើកង់ Dayer នេះដើម្បីឲ្យលកាមរៀងតឹងណាដល់ពេលដែលវាសកម្មវិជាខ្លាំងវាសកត់ខ្លាំងហើយវាអាចនៅតែយាទៀតគឺយើងត្រូវទៅដូរលកាមចេញហើយលក្ខណៈជួសជុលវាយើងអាចស្រែស្រង់ពេលដែលយើងមិនតាន់ចង់ដូរគឺវាមានដល់ទៅ 4-5 ចំណុចបាទទីមួយគឺយើងធ្វើការកង់ត្រឺហ្នឹងវាទូចទេបងប្អូនណានេះបាទកង់ត្រឺហ្នឹងវាទូចវានៅក្នុងសមីបងប្អូនដល់ពេលអញ្ចឹងវារៀងទូចដល់ពេលរៀងទូចវាយើងប្រើទៅវាសឹកណាបងប្អូនបាទសឹកទៅយើងធ្វើការដូរថ្មីមកយើងប្រើលេខកង់កៅមកវារៀងធំអញ្ចឹងទៅធំជាងហ្នឹងបងប្អូនបាទដល់ពេលធំជាងហ្នឹងយើងអាចដូរទៅវាអាចតឹងបានមួយកម្រិតណាវាអាចធ្វើឲ្យម៉ូតូស្ងាត់បានមួយរយៈដែរបាទហើយមួយទៀតយើងអាចដូររងបាទដូររងក្បាលកន្លះបាទនេះដូររងបំណាច់កន្លែងនេះបងប្អូនណាបាទបំណាច់ក្បាលកន្លះហ្នឹងរងបំណាច់ហ្នឹងយើងអាចដាក់រងរៀងក្រាស់ជាងហ្នឹងទៅឬក៏យើងអាចដូររងសមីដាក់2ស្លឹកឬក៏3ស្លឹកហ្នឹងទៅដើម្បីឲ្យលកាមវារៀងតឹងបាទហ្នឹងក៏មួយផ្នែកដែរអាហ្នឹងគ្រាន់ជាការស្រួលស្រាញប៉ុន្តែលក្ខណៈហ្នឹងគឺយើងគួរតែកុំធ្វើវាបាទបើសិនជាវាជាខ្លាំងហើយយើងគួរតែមកធ្វើអាគ្រឿងដែលអានេះខ្ញុំគ្រាន់តែពីយើងអាចធ្វើបានអាហ្នឹងខ្ញុំគ្រាន់តែនិយាយយើងអាចដោះស្រាយបានណាហើយមួយទៀតយើងអាចដូររស័រនេះរស័រ Dayer នេះវាទន់មកណាយើងអាចដាក់ដោះខ្យល់14ខាងក្រោមនេះយើងហូបវាចេញមកយើងដូររស័រនឹងចេញយើងអាចដាក់ឆ្នៃជារស័រប្រាំងឬក៏រស័រប៊ីស្តុងហ្គាប៊ីស្តុងអា0អញ្ចឹងបាទយើងអាចដាក់ទៅវាតឹងណាតែពេលវាដោលខ្លាំងណាស់វាតឹងនេះបាទវារុញ Dayer នេះហើយនៅពេលដែលយើងដាក់រស័រហ្នឹងហើយនៅតែធូរទៀតយើងអាចឆាបដងរ៉ែនេះបងប្អូននេះបាទយើងដោះវាបានណាបើយើងដោះយើងឃើញដងរ៉ែកន្លែងហ្នឹងគឺវាបុកជាមួយនឹងកាតានេះបើសិនជាយើងរុញខ្លាំងទៅវាសកត់ទៅកាលអញ្ចឹងបាទវាអាចនេះបាទនេះគេទេដល់ពេលដែលវាដើរចលនាគឺវាដល់ពេលវាប្រឹងគឺវាដោលនឹងរួចអញ្ចឹងដល់ពេលដែលយើងចង់ឲ្យវាតឹងគឺយើងគ្រាន់តែដាក់ម្សៅនៅខាងក្នុងនេះបាទយើងរុញទៅវារៀងតឹងខ្លាំងទៅវាសកត់វាអាចឲ្យលកាមមកលាស់ខ្លាំងទេហើយនៅពេលដែលយើងដោលទៅវាទើសនេះទើសអាកតុយដងរ៉ែហ្នឹងយើងអាចឆាបកន្លែងនេះបាទឆាបកន្លែងហ្នឹងឲ្យរៀងបន្តិចមកឲ្យវាផុតអាកាតាហ្នឹងមកក៏វាអាចឲ្យតឹងបានបាទវាសកត់បានជ្រៅជាងនឹងទៀតក៏ធ្វើឲ្យលកាមរៀងស្ងាត់បន្តិចដែរបាទ ហ
ហើយមួយទៀតយើងអាចបើសិនជាចំណុចអត់នឹងហើយយើងធ្វើឲ្យនៅតែវាអត់ស្ងាត់មានថាគេដូរអស់ហើយអញ្ចឹងវិធីចុងក្រោយគឺយើងធ្វើដូរលកាមចេញហើយបាទអាកង់នេះបើសិនជាវាសឹកខ្លាំងក៏វាធ្វើឲ្យលកាមហ្នឹងអាចម៉ូតូនឹងខុសតង់បានដែរបងប្អូនបាទព្រោះថានៅពេលដែលយើងខុសហ្នឹងទៅវាធ្វើលកាមធូរតែលកាមធូរវាអលាស់ហើយលកាមវាអលាស់ហើយបងប្អូនណាវារត់ខ្ញាល់ដូចច្បាក់មញងជាងអញ្ចឹងបាទវារត់ទៅអញ្ចឹងដល់ពេលរត់ទៅអញ្ចឹងវា layer វាអត់សកត់ទៅវាធ្វើឲ្យម៉ូតូហ្នឹងអាចដើរតង់ហើយដើរតង់ធ្វើឲ្យម៉ូតូអាចនឹងខ្សោយដល់ពេលដើរខុសខ្លាំងខុសដល់3កន្លះឬក៏4កន្លះគឺអាចធ្វើឲ្យម៉ូតូបិទបើកស្រាប់ខុសតង់ធ្វើឲ្យម៉ូតូនឹងអាចគប់ពេបានដែរបើវាបាក់ស្ប៉ាប់បាក់អីចឹងទៅឬក៏បែកពីស្តុងបាទពីព្រោះខ្ញុំធ្លាប់ជួបប្រទេសម៉ូតូបាទម៉ូតូពួកVirgin វាលន់លកាមខ្លាំងហើយក៏ជិះម៉ូតូលឿនហើយក៏ធ្វើការអប់លេខគាត់និយាយណាដល់ពេលអញ្ចឹងធ្វើឲ្យម៉ូតូគាត់ដើរតង់ភ្លាមប្រើផ្ទុះសេមីតែម្ដងបងប្អូនបាទផ្ទុះបែកពីស្តុងបែកតិចអស់បាទកាំងស្ដោកតែម្ដងដោយសារអីដោយសារតែលកាមនឹងផងដែរបាទធ្វើឲ្យម៉ូតូហ្នឹងដើរតង់ខុសទៅវាផ្ទុះបែកពីស្តុងពីព្រោះថានៅពេលដែលដាច់ស្ប៉ាប់ដល់ពេលដាច់ស្ប៉ាប់ចឹងទៅធ្វើឲ្យវាស្ប៉ាប់វារត់នៅក្នុងក្បាលកន្លះនេះបាទដាច់ឲ្យមកស្ប៉ាប់វារត់នៅក្នុងក្បាលកន្លះនេះពីស្តុងធ្វើចលនាទៅមកបុកអាស្ប៉ាប់ហ្នឹងបែកក្បាលកន្លះអស់លីងបាទអាហ្នឹងក៏ធ្វើឲ្យម៉ូតូហ្នឹងគូពេបានដែរបាទមិនមែនថាវាគូពេស្អីវាគូពេដោយសារវាលោតដើរតង់ខុសដល់ពេលដែលវាចលនាលកាមដើរទៅអញ្ចឹងទៅវាអត់អាចគ្រប់គ្រងលំនឹងលកាមបានធ្វើឲ្យលកាមលោតបាទលោតចេញពីធ្មេញរះអញ្ចឹងទៅបាទនឹងរះហ្នឹងក៏ធ្វើឲ្យម៉ូតូនឹងនេះដែរអញ្ចឹងមកស្គាល់វាម្ដងទៀតអូនណានេះគេហៅកង់ផ្កាបូមហ្នឹងអូនណាកង់បូមវាមានងាំតាក់ជាមួយនឹងផ្កាបូមដើម្បីឲ្យចលនាភ្លេងបូមបាទនៅពេលដែលលកាមដើរគឺវាដើរអញ្ចឹងបងប្អូនណាគឺវាវល់ដើម្បីនេះភ្លេងចេញតាមប្រគល់ក្រុមប្រគល់4នេះជ្រាបតាមប្រគល់4ឡើងមកនេះអូមកសងនេះបងប្អូនណាបាទហើយធ្វើឲ្យចលនាភ្លេងបូមហើយកង់ Dayer នេះគឺវាចេញវាដើម្បីសកាត់រត់ទៅលើលកាមដើម្បីសកាត់លកាមឲ្យតឹងហើយដៃ Dayer ហ្នឹងវាដើម្បីស្នួរនេះបាទធ្វើឲ្យ Dayer នេះដោលទៅធ្វើឲ្យលកាកង់ Dayer នេះសកាត់ហើយនៅពេលដែលធ្វើទៅចលនាគឺវាមានភ្លេងកប៉ែនៅខាងក្នុងនេះដើម្បីឲ្យភ្លេងជំនួយជួយរុញនេះបាទជួយរុញសរនឹងឲ្យឡើងបងប្អូនបើសិនជានេះម៉ូតូ Virgin គឺបើម៉ូតូកូរ៉េឆ្លាម Vel ជប៉ុនអីហ្នឹងគឺមានខ្ចៅលេខ10នៅឡើយនឹងមួយទៀតនៅពេលដែលយើងដូរលកាមពេលខ្លះយើងដាក់ចូលដោយសារអីដោយសារយើងអាចបានដោះខ្ចៅនឹងដើម្បីឲ្យពេញធាក់ចេញនៅពេលដែលពេញធាក់ចេញធ្វើលកាមតឹងខ្លាំងយើងពិបាកនឹងខ្លាំងតង់ណាបាទនៅពេលយើងដូរលកាមខ្ញុំបានធ្វើវីដេអូមុនម្ដងហើយវាខ្លាំងតង់ហ្នឹងបាទវាងាយទេនៅពេលដែលយើងខ្លាំងតង់ពីព្រោះថានៅពេលដែលយើងដោះដូរលកាមអញ្ចឹងយើងគ្រាន់តែបវលនេះបាទបវលយកកលាក់ខ្លាវ៉ែតនេះបាទដាក់ឲ្យចំនឹងខ្ចៅកសមីនេះមកតម្រង់វាបុកឲ្យចំនឹងខ្ចៅកសមីខាងលើនេះបាទហើយនេះកលាក់បាទកណ្ដុះក្បាលកន្លះនេះក៏អញ្ចឹងដែរបងប្អូនណាបាទនេះកណ្ដុះក្បាលកន្លះបងប្អូនបាទនេះកណ្ដុះក្បាលកន្លះណាបាទហើយពងអូនៅលើមញងលកាមបាទនេះដាក់ចំអញ្ចឹងទៅបងប្អូនណាបាទហើយយើងធ្វើការចាប់ជាមួយនឹងខ្នើយលកាមទៅអូខេបវលរនចាប់ខ្ចៅបាទមិនមែនបវលលកាមដើរនេះទេគឺយើងបវលនេះបវលសើប្រឡងមកបាទសើប្រឡងមកយើងបវលរនចាប់ខ្ចៅប៉ុន្តែយើងថ្លឹងឲ្យត្រូវបាទបើការជួសជុលច្បាប់លកាមយាគឺមានតែប៉ុណ្ណឹងទេបងប្អូនបាទនៅពេលដែលយើងដូរកង់ត្រនៅពេលដែលយើងដូរវិស័យDayerពេលឆាបដងរ៉ែនឆាបកតុយដងរ៉ែនហើយនឹងដូរឲ្យអស់ហើយដូររងសមីដូររងក្បាលកន្លះឲ្យក្រាស់ហើយនៅតែវាតាំងទៀតនៅតលន់ឆាប់តិចយើងធ្វើការដោះដូរវាចេញតែម្ដងបាទវិធីចុងក្រោយគឺមានតែប៉ុណ្្នឹងទេបាទអរគុណសម្រាប់ការចូលរួមទស្សនាវីដេអូនិយាយអំពីផ្នែកលាន់គ្រឿងកម្រើកបាទអរគុណបាទកុំភ្លេចចុច Subscribe Channel ខ្ញុំម្នាក់មួយផងបាទបាយជួបគ្នាវីដេអូក្រោយ